ខ្ញុំនៅម្នាក់ឯងមើលភ្លៀងធ្លាក់លើផ្លូវដែលធ្លាប់ដើរអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តនៅបទទី1ឬក៏បទទី2យើងអាចធ្វើការចុចទាញយកវាបានអញ្ចឹងយើងចុចកន្លែងត្រេក3កន្លែងនេះមិញណាយើងចុចត្រេក3ហ្នឹងយើងយកពាក្យកន្លែង download ទៅមកយើងបើសិនយើងចង់បានវាជា MP3 យើងចុច MP3 កន្លែងហ្នឹងមកវានឹងធ្វើការទាញយកបទចម្រៀងរបស់យើងសួស្តីអ្នកនរគ្នាសូមស្វាគមន៍សូមការវិលមកកាន់វីដេអូថ្មីរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកនរគ្នាពីរបៀបក្នុងការបង្កើតបទចម្រៀងដោយប្រើប្រាស់កម្មវិធី AI សួស្តីអ្នកនរគ្នាសូមស្វាគមន៍សូមការវិលមកកាន់វីដេអូថ្មីរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកនរគ្នាពីរបៀបក្នុងការបង្កើតបទចម្រៀងដោយប្រើប្រាស់កម្មវិធី AI ជាមួយ ChatGPT ដើម្បីក្នុងការស្នើសុំឲ្យវាសរសេរ prompt បទចម្រៀងមកឲ្យយើងអូខេអញ្ចឹងនេះគឺជា prompt ដែលខ្ញុំបានសរសេរយើងអាចសរសេរជាភាសាខ្មែរបានអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការសរសេរទៅវាហ្នឹងខ្ញុំប្រាប់វាថាសូមសរសេរបទចម្រៀងបែប set ឲ្យខ្ញុំអញ្ចឹងវាក៏ទម្លាក់ទាំងចំណងជើងទាំងសាច់អក្សរអត្ថបទចម្រៀងទាំងមូលនៅក្នុងហ្នឹងមកឲ្យយើងបន្ទាប់មកអ្វីដែលអ្នកនរគ្នាទៅធ្វើបន្តទៀតយើងគ្រាន់តែធ្វើការ copy វាចេញមក copy ហើយអ្នកនរគ្នាត្រូវការចូលទៅក្នុង Google Music ហ្នឹងណាហ្នឹងហើយយើងចូលទៅក្នុង Google Music ឬក៏យើងអាចសរសេរថា Flow Music ចឹងបានអូខេអញ្ចឹងយើងធ្វើការសរសេរបែបហ្នឹងមកហើយនៅពេលដែលអ្នកនរគ្នាចូលមកដល់អ្នកនរគ្នារកពាក្យថា Google Flow Music ហើយយើងធ្វើការចូលទៅចំពោះការប្រើប្រាស់ជាមួយនឹង Flow Music នេះគឺអ្នកនរគ្នាអាចធ្វើការបង្កើតជាមួយនឹង account ធម្មតាសិនបើសិនជាយើងអត់ទាន់ start ទេយើងមិនបាច់ធ្វើការ upgrade ឡើង account pro អីទេបើសិនជា account pro ហ្នឹងយើងអាចបង្កើតបទចម្រៀងបានច្រើនក្នុងមួយថ្ងៃអញ្ចឹងណាប៉ុន្តែ account ធម្មតាយើងអាចបង្កើតបានត្រឹមតែគេកំណត់ជាថ្ងៃអញ្ចឹងឧទាហរណ៍មួយថ្ងៃ2បទចម្រៀងឬក៏3បទចម្រៀងទៅតាមនឹងជាក់ស្ដែងទៅអញ្ចឹងនៅពេលដែលអ្នកគ្នាចូលមកដល់ទីនេះយើងគ្រាន់តែធ្វើការ copy ហើយយើងធ្វើការផាសអត្ថបទដែលយើងបាន copy ចេញពី ChatGPT ឬក៏ Google Gemini ដែលអ្នកគ្នាបានប្រើប្រាស់វាក្នុងការយក prompt បង្កើតជាបទចម្រៀងអញ្ចឹងអ្នកនរគ្នាចុចកន្លែងនៅពេលដែលយើងផាសអត្ថបទរបស់យើងចូលទៅក្នុងនឹងហើយយើងធ្វើការចុចសញ្ញាព្រួយនឹងមកអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតយើងគ្រាន់តែធ្វើការរងចាំវាទៅដើម្បីឲ្យវាទម្លាក់សាច់ភ្លេងឬក៏បទចម្រៀងទាំងមូលហ្នឹងមកឲ្យយើងបានហើយចំពោះបទចម្រៀងវាបង្កើតម្ដង2បទឲ្យយើងមាន version 1 version 2ហើយចំពោះការបង្កើតអ្នកនរគ្នាឃើញជាក់ស្ដែងហើយវាឡើងភាគរយត្រង់នេះបញ្ជាក់ថាវាកំពុងតែដំណើរការក្នុងការបង្កើតបទចម្រៀងនេះមកឲ្យយើងហើយទាល់តែកន្លែងហ្នឹង 100% ទើបយើងអាចប្រើប្រាស់ឬក៏ស្ដាប់បានអូខេអញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅនៅពេលដែលវាពេញរួចរាល់យើងអាចស្ដាប់បានហើយអញ្ចឹងបទចម្រៀងនេះវាបញ្ចប់ហើយអូខេអញ្ចឹងយើងអាចធ្វើការស្ដាប់បានអូខេថ្ងៃនេះខ្ញុំនៅម្នាក់ឯងមើលឯងអញ្ចឹងវាមាន2បទទី1និងបទទី2អញ្ចឹងខ្ញុំសាកស្ដាប់បទទី1វិញថ្ងៃនេះខ្ញុំនៅម្នាក់ឯងមើលភ្លៀងធ្លាក់លើផ្លូវដែលធ្លាប់ដើរអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តនៅបទទី1ឬក៏បទទី2យើងអាចធ្វើការចុចទាញយកវាបានអញ្ចឹងយើងចុចកន្លែងត្រេក3កន្លែងនេះមិញណាយើងចុចត្រេក3ហ្នឹងយើងយកពាក្យកន្លែង download ទៅមកយើងបើសិនយើងចង់បានវាជា MP3 យើងចុច MP3 កន្លែងហ្នឹងមកវានឹងធ្វើការទាញយកបទចម្រៀងរបស់យើងហើយចំពោះការបង្ហាញរបស់ខ្ញុំដែលចង់ចែករំលែកទៅកាន់អ្នកនរគ្នាក្នុងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់ផ្សេងទៀតខ្ញុំនឹងធ្វើការឆ្លើយតបទៅអ្នកនរគ្នាវិញតាមរយៈការ comment របស់អ្នកនរគ្នារាល់ចម្ងល់ផ្សេងប៉ុន្តែខ្ញុំនឹងព្យាយាមរកកន្លឹះថ្មីល្អជាងនេះដើម្បីមកចែករំលែកទៅកាន់អ្នកនរគ្នាបន្ថែមទៀត
ហើយជាចុងក្រោយបើសិនជាអ្នកនរគ្នាមិនទាន់បានចុច follow ឬក៏ subscribe នៅ channel YouTube របស់ខ្ញុំក៏ដូចជា page របស់ខ្ញុំទេកុំភ្លេចជួយចុច follow ក៏ដូចជា subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពីខ្ញុំ